សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខែនេះវិលមកជួបខ្ញុំសាជាថ្មីខ្ញុំបាទគឺមានវីដេអូបន្តិចបន្តួចចែករំលែកពីពុកម៉ែបងប្អូនពីជិះឡានក្រុងផ្ទៀងតាំងពីបិណ្ឌយើងមករហូតដល់ខេត្តមេជ្រូកនៅពេលព្រំដែនតាកែវខ្ញុំបាទខណៈនេះធ្វើដំណើរមកផ្ទះមានកិច្ចការ2 3ថ្ងៃគឺសូមច្បាប់កិច្ចឈប់ពុកម៉ែបងប្អូនហើយខ្ញុំមិនបានមកម៉ូតូទេគឺខ្ញុំមកឡានក្រុងហើយកន្លែងមកវីដេអូវិញហើយសូមជម្រាបជូនពុកម៉ែបងប្អូនថាជិះសមុទ្រឡានក្រុងគឺវាអស់តម្រា20,000លុយវៀតណាមគឺគេហៅ200ពាន់ដងគិតទៅវាអស់ជើងបាទ30000ជាង3មិនដល់35000ទេពុកម៉ែបងប្អូនខ្ញុំវាយទៅឲ្យ35000ចុះ35000យ៉ាងជិះ8ម៉ោងហ្នឹងហើយជិះ8ម៉ោងក្នុងរយៈពេលពីបិណ្ឌយើងមកដល់ផ្ទះខ្ញុំបៀតព្រំដែនតាកែវគឺក្រុងមេជ្រូកហ្នឹងហើយបើតែមានកិច្ចការបន្តិចបន្តួចរឿងការងារផ្ទះបានខ្ញុំសុំច្បាប់គេបាន2ថ្ងៃ3ថ្ងៃចុះមកលេចផ្ទះពុកម៉ែបងប្អូនហើយនេះដែរខ្ញុំក៏បានថតចែកលេខពុកម៉ែបងប្អូនទាក់ទស្សនាហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសូមជម្រាបលាពុកម៉ែបងប្អូនអរគ្នាជួបគ្នានៅឱកាសក្រោយវីដេអូក្រោយទៀតកុំភ្លេចជួយ like ជួយ share ជួយ subscribe ខ្ញុំអ្នកមួយផងអូខេជម្រាបលាបាយបាយ